សួស្តីបងប្អូនវីដេអូថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពីវិធីសាស្ត្រក្នុងការលាយដីដាំដំណាំដាំកូនឈើដាំផ្កាឬក៏ដាំប្រទាលផ្សេងៗខ្ញុំលាយដីនេះគឺសម្រាប់ដាំប្រទាលដីយើងមិនអាចយកប្រភេទដីសុទ្ធដោយមិនមានលាយអីទៅដាំសោះបានទេដោយសារតែវាគ្មានជីវជាតិយើងប្រមូលដីមកដីនេះខ្ញុំកាប់ដីក្រោមដើមឈើដែលមានស្លឹកឈើងាប់ហ្នឹងវារលួយកើតជាដីជីខ្លះហើយដែរខ្ញុំយកមកលាយបន្ថែមទៀតជាមួយនឹងសកៃដូងមាត់ព្រមទាំងខ្ជូងកាមហើយក្នុងការដាក់នោះខ្ញុំដាក់ដី 60% សកៃដូងប្រែជា 20% ខ្ជូងកាម 15% បន្ទាប់មកយើងច្របាច់ដីហ្នឹងហើយច្បល់ចូលគ្នាឲ្យសព្វទៅយើងបានល្បាយដីបែបនេះអញ្ចឹងយើងយកល្បាយដីនេះមកដាំកូនប្រទាលឬក៏ដំណាំផ្សេងតាមចំណង់ចំណូលចិត្តរបស់យើងអូខេអញ្ចឹងថ្ងៃនេះខ្ញុំដាំប្រទាលពីរមុខដែលប្រទាលនេះខ្ញុំទឹកតែទិញមកទី1គឺប្រទាលគេហៅថាប្រទាលប្រមូលលុយខ្ញុំមកបាយដាំចំនួន3ផើងដើម្បីឲ្យវាដុះកូនដុះចៅមកកាន់តែច្រើនអូខេនេះជាផើងទី2ហើយក្នុងការដាំគឺយើងដាំបែបនេះយើងកាប់ដីបានពាក់កណ្ដាលហើយយើងដាក់ប្រទាលនឹងចូលទៅបន្តមកទៀតយើងយកដីដែលនៅសេសសល់ហ្នឹងលុបវាហើយដើម្បីឲ្យវាចិត្តឬរបស់វាមានការលូតលាស់បានល្អអូខេឥឡូវចូលផើងទី3ក៏ធ្វើដូចគ្នាដែរសកម្មភាពគឺដដែលទេគឺយើងធ្វើការដាំបែបនោះរហូតដល់អស់ប្រទាលរបស់យើងអូខេឥឡូវយើងបាន3ហើយអូខេយើងបន្តដាំប្រទាលបន្តទៀតប្រទាលនេះគេហៅថាប្រទាលនេះគេហៅថាកញ្ញាំគ្រុឌនេះក៏ពិតទិញពីគេមកវាធំស្រាប់ហើយយើងយកមកដាំហើយបំបែកវាបែបនេះវារឹតធំជាងមុនទៅទៀតជាទូទៅខ្ញុំឃើញថាដើមហ្នឹងគឺធំគួរសមដែរដូច្នេះផើងខ្ញុំប៉ុណ្ណេះគឺសម្រាប់តែកូនដែលមានទំហំប៉ុណ្ណឹងទេបើសិនបើវាធំជាងហ្នឹងខ្ញុំត្រូវដូរផើងដាក់ផើងផ្សេងជាបន្តទៀតហើយប្រទាលបែបនេះក៏វាមានបែកកូនបែកចៅដែរយើងឃើញស្លឹករបស់វាដូចកញ្ញាំគ្រុឌកញ្ញាំបន្ទ្រីអញ្ចឹងស្អាតពពួកប្រទាលឬក៏រុក្ខជាតិពណ៌បៃតងនេះវាជួយច្រើនសម្រួលដល់ការរស់នៅក៏ដូចជាបរិយាកាសឲ្យមានខ្យល់អាកាសល្អមានសម្បូរទៅដោយអុកស៊ីហ្សែនហើយនឹងជួយយើងមានសុខភាពល្អផងដែរអូខេនេះគឺជាផើងទី2ដោយសារឫសវាវែងពេកដូច្នេះហើយខ្ញុំកាត់ឫសវាចោលខ្លះបើសិនជាយើងដាក់ទាំងអស់គឺវែងខ្លាំងណាស់អូខេខ្ញុំយកកាតូផ្សេងយកមកដាក់ខ្ញុំអត់ដាក់កាតូដដែលទេកាតូនេះធំជាងមុនបន្តិចដាក់ប្រទាលទៅរួចហើយយើងដាក់ដីលុបពីលើដូចគ្នាដែរវិធីសាស្ត្រក្នុងការដាំហ្នឹងគឺដូចគ្នាទេដីនេះមិនសូមបញ្ជាក់ម្ដងទៀតណាថាមិនដាំបានតែពួកប្រទាលពួកអីទេសូម្បីតែពួកជាប្រភេទផ្កាឬក៏កូនឈើអីផ្សេងក៏យើងអាចធ្វើបែបហ្នឹងបានដែរបើយើងចេះលាយល្បាយដីដោយខ្លួនឯងយើងចំណេញថវិកាបានច្រើនណាស់យើងដឹងហើយបើយើងទិញដីគេមក1ការុងវា 10000 ជាងយ៉ាងហោចណាស់ក៏ 6000 7000 ដែរហើយយើងចុះហើយ1ការុងមកយើងបានត្រឹមតែប្រហែលកាតូតែប៉ុណ្ណោះ